សួស្តីប្រិយមិត្តនិទានរ៉ូរៀលទាំងអស់គ្នាវិលជួបគ្នាជាថ្មីជាមួយសាច់រឿងថ្មីដើម្បីកំដរអារម្មណ៍មិនស្ដាប់ជាបន្តទៀតនៅខេត្តក្រចេះឯណោះស្រីច័ន្ទជានារីស្រស់សោភាប្រៀបបាននឹងផ្កាក្រពុំវងភ័ក្រក្រឡង់ដោយខែពេញបរមីភ្នែកទាំងគូមូលខ្មៅថ្លាយងមាត់ញញឹមស្រស់ក្រហមដូចម្ទេសទុំសំនឹងសក់វែងដល់ចង្កេះត្រកែករីកសាយដងខ្លួនស្រឡងទ្រូងពើងមួយខ្លំសាច់សត្រលុកគូជាទីប៉ែតតីអស់ស្រីនានាទោះជាយ៉ាងណាការក្រពុំមួយនេះត្រូវបានប្រឡាក់រុះរយលំអងក្លិនឲ្យឃ្មុំអប្រៃនាងច័ន្ទទៅតែ20ឆ្នាំត្រូវឪពុកម្ដាយរៀបចំឲ្យមានប្តីរៀបការនឹងនាយពីអាយុ25ឆ្នាំនាយពីជាប្តីពេលនៅកំឡោះជាមនុស្សឧស្សាហ៍រហ័សរហួននឹងការងារស្រែចម្ការណាស់តែតាំងពីរៀបការមកមិនបានប៉ុន្មានគេចាប់ដើមវក់វីនឹងការស៊ីផឹកភ្លេចប្រពន្ធនិងកូនតូច6ខែភ្លេចអស់ការងារថ្ងៃណាគេក៏ស្រវឹងដែរពេលខ្លះដេកនៅក្រៅមិនមកផ្ទះក៏មានជាង2ឆ្នាំមកនេះធ្វើឲ្យស្រីច័ន្ទជាប្រពន្ធមានការខ្វល់ខ្វាយនឹងការរស់នៅជីវភាពប្រចាំថ្ងៃជាខ្លាំងក៏ដូចជាស្នេហារូបមេត្រីដែលប្តីធ្លាប់តែបំរើយប់ថ្ងៃព្រោះថារឿងនេះមនុស្សដែលធ្លាប់ហើយតែងតែត្រូវការយ៉ាងហោចណាស់មួយសប្តាហ៍ម្ដងដែរថ្ងៃនេះតាមាដែលជាតាបង្កើតស្រីច័ន្ទអាយុ49ឆ្នាំខំដើររំលងផ្ទះ2ផ្ទះ3អាចមើលចៅណាមួយគាត់អបសុកផងព្រោះយាយនិងកូនទៅបន់គេអស់ហើយតាមាគាត់មិនចូលចិត្តទៅទេអញ្ចឹងគាត់នៅផ្ទះមើលថែគោអំពែពេលគាត់ទៅដល់ឃើញស្រីច័ន្ទកំពុងអង្គុយសំគុកលើគ្រែក្រោមផ្ទះចំណែកកូនតូចដេកលក់ហើយតាមាទាញកៅអីអង្គុយចិត្តចៅស្រីមិនហើយចៅអង្គុយចាំប្តីទៀតហើយមែនទេបុនគេផងចាំវាធ្វើអីវាមិនមកទេវាផឹកតតែដេកដូចនងហើយមែនហើយតាខ្ញុំជាប្រពន្ធចេះតែបារម្ភថ្ងៃនេះស្រីច័ន្ទស្លៀកសំពត់និងអាវរលោងរបស់លេវពីរផងព្រោះនាងទំបំបើកូនមុននេះពេលឃើញតាមាដើរមកនាងភ្លេចបិទវិញតាមាដែលកំពុងសម្លឹងមើលនាងចេញសាច់សទៅលុកនោះគាត់ឆេះឈួលមួយរំពេចសារងគ្របមិនចិត្តបង្ហាញជើងរលោងតាមាគាត់លួចមើលលេបទឹកមាត់ក្អឹកស្រីច័ន្ទដែលដឹងខ្លួននាងសវ៉ាសម្រួលឲ្យសំរុំឡើងវិញតាមាក្រោកអោនទៅមើលចៅទូតដែលកំពុងដេកលក់ហើយគាត់យកដៃម្ខាងដាក់លើខ្នងស្រីច័ន្ទដោយចេតនាយីចៅតាល្អណាស់មើលវាមុខមូលដូចម៉ែវាចឹងមើលឲ្យខ្នាញ់ណាស់ហើយមាត់ឡើងក្រហមដូចម្ទេសទុំចឹងណោះស្រីច័ន្ទរៀងហោះហើររំសាយចិត្តកង្វល់បន្តិចព្រោះសម្ដីសរសើរនេះគឺសំដៅមកលើនាងច្រើនជាងនាងសម្គាល់ថាដៃតាមាបានខិតចុះក្រោមដល់ចង្កេះហើយឆ្កេះតិចនាងរៀងសរសើបហើយអោនមុខមកខាងស្ដាំក៏ឃើញតាមាឡើងទល់ឃើញបែបនេះនាងក៏លេបទឹកមាត់ដែរព្រោះថាខានយូរហើយនាងរើខ្លួនចុះដីដើរទៅនោមនៅក្រៅបាត់ស្រីច័ន្ទដើរមកវិញមានតែក្តៅនឹងនំមួយចានផងតាពិសានំសិនទៅមិនដឹងស្មានណាយាយនឹងម៉ែមកវិញទេប្រហែលយប់ហើយមើលទៅអរគុណណាស់អាណិតចៅណាស់មើលកូនតូចផងមើលផ្ទះសំបែងផងចិញ្ចឹមជ្រូកផងចំណែកប្តីគិតតែផឹកពេលនោះតាថាគុំលើកឲ្យវាតែម៉ែឯងគេចង់បានណាគាត់មិនឈ្នះទេឥឡូវមើលរកវាណោះទុកឲ្យប្រពន្ធក្មេងរកស៊ីចិញ្ចឹមទៅវិញគាត់និយាយទៀងអាណិតសម្លឹងទៅនាងមិនដឹងមិនទេតានេះជាកម្មខ្ញុំ
សុំលែងក៏គេមិនព្រមមិនដឹងទ្រាំវេទនាដល់ណាទេតាមានប្តីដូចអត់ប្តីសូម្បីតែរឿងនាងប៊ីសនឹងធ្លាយមកទៅហើយតែតានាងមានបទពិសោធន៍ក៏អាចយល់បានបើវាមិនកើតការតាជួយបានចៅតាមីក៏ត្រៃផ្លូវមើលតានិយាយមិនដឹងគេអៀនទេនោះតាមីទិញកៅអីទៅចិត្តក្រែដាក់ដៃមកខាងធ្នមសើលើជ័យសារងមែនតើតាខឹងវាពេកបើតាមានប្រពន្ធស្អាតដូចចៅមិនដឹងជាថ្នាក់ថ្នមយ៉ាងណាទេពេលនឹងតែតាស្ទាបធូនជាងមុនស្រីច័ន្ទក្រហមមុខក្តៅភាយព្រោះនាងចាប់ដើមកើនកណ្ដៅតិចហើយខ្ញុំយកអាអូនទៅលើផ្ទះហើយតាជួយយូរកន្ត្រកនេះទៅលើផងពន្លឺភ្លើងបៃតងចាប់ដើមភ្លឺបន្តិចម្ដងហើយក្រោយពីដាក់កូនតូចឲ្យដេកហើយស្រីច័ន្ទប្រាប់តាមាថាប៉ុន្មានថ្ងៃនេះនាងចុករយចង្កេះណាស់មិនមានអ្នកជួយឆ្លីឲ្យទេថាតាជួយឆ្លីឲ្យចៅបន្តិចបានទេអូមិនអីទេត្រាទៅចាំតាឆ្លីឲ្យតាមាឆ្លីកន្លែងដែលចុកអ៊ូលណែនបានយូរបន្តិចគាត់ចាប់ដើមឡើងទល់ទៀតហើយគាត់អូសដៃលើព្រះកន្ធាងម្រាមដៃរស់រវើកលុកគ្រប់កន្លែងស្រីច័ន្ទនាងប្រែខ្លួនផ្ងាឡើងខ្ញុំក៏ចុកពោះដែរជួយឆ្លីឲ្យខ្ញុំផងស្រីច័ន្ទនាងសងំបិទភ្នែកតាមាលោកដៃតាមសារងដល់ក្បាលឃ្មុំដែលមានទឹកជ្រាបរឹមម្រាមដៃគាត់ចាក់ក្បាច់នៅទីនោះមួយសន្ទុះធំស្រីច័ន្ទក៏លូកដៃមកកាច់ពោតក្នុងចំការចាស់ដោយមិនមានការអនុញ្ញាតក្រោយពីបកពោតស្អាតហើយក៏បានយកទៅជ្រលក់ក្នុងល្អាងទឹកឃ្មុំដែលកំពុងពេញខ្លាញ់តាមាដែលគាត់មានកម្លាំងពេញបានកំប្រឹងយោនពីលើគាត់មុជងើបលើបង្គោលក្អែកប្រហែលជិត1ម៉ោងទើបគាត់បានបង្ហូរទឹកចូលក្នុងពាងខ្លះខុសមាត់ពាងខ្លះធ្វើឲ្យស្រីច័ន្ទដែលខកខានជាង2ខែបានធូរស្បើយទៅឲ្យប្រានមិនតិចទេតាមាគាត់ពិតជាសប្បាយចិត្តចំពោះសញ្ញាវិជ្ជមានមួយនេះសង្ឃឹមថាពេលក្រោយៗគាត់នឹងមានពេលបានហូបបង្អែមដ៏ឈ្ងុយឆ្ងាញ់នេះទៀតរំលងបានថ្ងៃនេះពីរបានហៅពួកម៉ាក់មកស៊ីផឹកនៅផ្ទះតាំងពីម៉ោង10ព្រឹកម្នាក់ស្រវឹងជោគត្រឡប់ទៅផ្ទះវិញនេះពីដេកសន្លប់ក៏វៀនធ្វើឲ្យស្រីច័ន្ទនាងធុញទ្រាន់ជាខ្លាំងចំពោះរឹកពីបែបនេះតាមាគាត់យកសម្លមួយចានធំផ្ញើចៅព្រោះគាត់ដឹងថានាងគ្មានអីហូបទេព្រោះប្តីស៊ីផឹកឲ្យហើយពេលទៅដល់មិនឃើញនាងទេគាត់យកសម្លទុកក្នុងរោងបាយក៏ជួបស្រីច័ន្ទនៅទីនោះនាងកំពុងតែរៀបចានចូលរាវគាត់បានចូលទៅស្ងាត់ហើយញល់នាងពីក្រោយព្រោះខ្នាញ់ពេលនាងងាកមកឃើញតាមាស្រីច័ន្ទចាប់ដើមសោះស្ដាយរហែពីកំហឹងចំពោះប្តីនេះសម្លមកជូរត្រីស្រែចៅឆ្ងាញ់ណាស់ហូបទៅក៏មានកម្លាំងចិញ្ចឹមកូនចាអរគុណហើយប្រាប់យាយផងខ្ញុំអរគុណចំពោះម្ហូបមួយចាននេះខ្លាំងណាស់ស្រីច័ន្ទទទួលចានសម្លហើយក៏អោនដាក់ចានសម្លនោះនៅលើរានខាងមុខពេលនាងអោនទៅត្រគាកនាងប៉ះចំការពោតតាមាកំពុងតែឈរដាំពីក្រោយនាងនៅស្ងៀមរកខ្យល់ចេញតាមជើងធ្មេញតាមាដែលមានបំណងពីផ្ទះមកគាត់តពីក្រោយជ្រៅធ្វើឲ្យស្រីច័ន្ទធ្ងោខ្ទោខ្ទាមិនខ្លាចនេពីភ្ញាក់ពីដេកដោយសារមិនតន់ដល់កំពូលមិនតន់អស់ចិត្តនឹងចង់ឌឺនេពីនោះផងស្រីច័ន្ទទេតែតាមាឡើងទៅលើផ្ទះម្ដងលើកនេះស្រីច័ន្ទនឹងលះល្អណាស់តាមាដាក់ជ្រៅយ៉ាងណាក៏សឹងតែមិនស្កប់ចិត្តនាងដែររហូតធ្វើឲ្យពោតនោះបាក់កសឹងតែទប់មិនជាប់ស្រីច័ន្ទខំមើលថែស្រោចទឹករហូតដល់ពោតនោះរីកមាឌធំឡើងវិញលើកនេះស្រីច័ន្ទជាអ្នកដោតដាំម្ដងរហូតធ្វើឲ្យនាងអស់ខ្យល់តាមា
គាត់ក៏លេងម្ដងវិញរហូតធ្វើឲ្យស្រីច័ន្ទស្រែកយាយដល់កំពូលកំពុងតែញាក់ទៅត្រឹកទើបសំចិត្តនាងតាំងពីពេលនឹងមកស្រីច័ន្ទមិនត្រូវការនាពីទៀតទេប្រហែល3ខែក្រោយមកនាងបានលែងលះជាមួយនាពីបានសម្រេចនាងសុខចិត្តនៅជាមេម៉ាយប្រសើរជាងម្យ៉ាងទៀតតាមាបានជួយឲ្យនាងដល់ត្រើយនៃឋានសួគ៌ពិតប្រាកដនិទានរស់រាលសូមអរគុណដល់ប្រិយមិត្តទាំងអស់ដែលបានតាមដានរឿងមួយនេះសង្ឃឹមថាប្រិយមិត្តនឹងទទួលបានបទពិសោធន៍ថ្មីជាមិនខានសូមជួយចុច like វីដេអូនេះនិង Subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូបន្ទាប់ជម្រាបលា